អ្វីដែលធ្ងន់ដាក់ចោលទៅអ្វីដែលកន្លងទៅហើយក៏លះបង់ទៅបើគិតក៏គិតជាមេរៀនជាបទពិសោធន៍កុំគិតយកមកឲ្យកើតទុកក្នុងបច្ចុប្បន្ននឹងទៀតត្រូវរៀនរស់នៅឲ្យមានសេរីភាពកុំដាក់ទុកកុំឃុំឃាំងខ្លួនឯងកុំដាក់គុកខ្លួនឯងទៅនៅក្នុងអតីតកាលត្រូវឲ្យជាអតីតាធម្មាដែលវាមានការកន្លងទៅនឹងហើយអ្វីដែលកើតឡើងពីអតីតកាលនឹងគឺសុទ្ធតែត្រឹមត្រូវ 100% មានបច្ច័យត្រឹមត្រូវគឺអត់មានអីដែលឲ្យយើងសើរើសំណុំរឿងនឹងយកមកកើតទុកសុខចិត្តមកតវ៉ាតែខ្លួនឯងទេអ្វីដែលកើតហើយហ្នឹងដែលរលត់ទៅហើយហ្នឹងវាបញ្ចប់ត្រឹមប៉ុណ្ណឹងអ្វីក៏ត្រឹមត្រូវដែរមានហេតុរបស់គេត្រឹមត្រូវដែលថាហេតុរបស់គេហ្នឹងគឺហេតុផលនៃធัวហ្នឹងមានស្អីដែលកើតឡើងដោយអត់ហេតុទេអញ្ចឹងវាអត់មានរឿងឲ្យយើងក្តៅក្រហាយស្ដាយក្រោយរឿងអីទេយើងមានតែសច្ចធัวសម្រាប់យើងបានជាមេរៀននឹងឯងដូច្នេះឲ្យតែក្នុងថ្ងៃនេះពេលនេះយើងរស់នៅយ៉ាងមានសេរីភាពចេញអំពីអតីតកាលនឹងមករស់នៅជាសុខក្នុងបច្ចុប្បន្ននឹងទៅយើងនឹងភ្លឺស្វាងតទៅអនាគតដោយសារការចេះដឹងក្នុងបច្ចុប្បន្ននេះឯងចឹងនឹងគឺសភាពរុងរឿងនៃជីវិតដែលពុទ្ធបរិស័ទយើងរៀនរស់នៅឲ្យបានល្អដោយសារការដែលយើងមិនខ្សែគប់ជាមួយគ្នានឹងធัวថោកមិនខ្សែគប់ជាមួយគ្នានឹងសេចក្តីប្រមាទមិនខ្សែគប់ជាមួយនឹងមិច្ឆាទិដ្ឋិត្រូវតែបរតោខោសៈឲ្យច្រើនហើយនឹងយោនិសោមនសិការៈសិក្សាអំពីធម្មជាតិញាតិញោមត្រូវរៀន